នេះគឺជាឈីបដែលនៅក្នុងទូរស័ព្ទរបស់អ្នកគ្រឿងក្នុងរបស់វាស្មុគស្មាញជាងទីក្រុងណាទាំងអស់មានប្រទេសតិចតួចណាស់ដែលអាចផលិតឈីបកម្ពុជាបានអាមេរិកបានប្រើគ្រប់វិធីដើម្បីរារាំងបច្ចេកវិទ្យានេះអាចនិយាយបានថាឈីបតូចមួយគ្រាប់នេះអ្នកណាដែលគ្រប់គ្រងវាបានអ្នកនោះនឹងគ្រប់គ្រងអនាគតអ្វីដែលអ្នកចិត្តបានឃើញនៅពេលនេះគឺជាបច្ចេកវិទ្យាផលិតដែលស្មុគស្មាញបំផុតរបស់មនុស្សជាតិដើម្បីផលិតឈីបទាំងនេះឡើងមកបានដំបូងបំផុតអ្នកត្រូវការគ្រាប់ខ្សាច់មួយគ្រាប់តែមិនមែនចេះតែយកខ្សាច់ណាមកប្រើក៏បាននោះទេឈីបត្រូវការខ្សាច់ស៊ីលីកាដែលមានកម្រិតស៊ីលីកូនឌីអុកស៊ីតខ្ពស់វត្ថុធាតុដើមនេះមាននៅកន្លែងតិចតួចប៉ុណ្ណោះលើពិភពលោកដូចជាអូស្ត្រាលីប្រេស៊ីលនិងរដ្ឋ North Carolina របស់អាមេរិកគេយកខ្សាច់ស៊ីលីកាដាក់ក្នុងឡកម្ដៅខ្លាំងជាមួយកាបូនរហូតដល់ 2000 អង្សាសេពេលនោះអុកស៊ីសែននឹងហួតចេញទៅសល់តែស៊ីលីកូនឆៅប៉ុណ្ណោះប៉ុន្តែស៊ីលីកូនក្នុងដំណាក់កាលនេះមានភាពសុទ្ធត្រឹមតែ90ទេវានៅឆ្ងាយណាស់បើធៀបនឹងស្តង់ដារដែលឈីបត្រូវការអ្វីដែលត្រូវធ្វើបន្តទៀតនោះគឺបំផ្លាញស៊ីលីកូនឆៅនេះឲ្យទៅជាសារធាតុដែលសុទ្ធបំផុតដែលមនុស្សធ្លាប់បង្កើតតាមរយៈដំណើរការមួយដែលគេហៅថាវិធីសាស្ត្រ Siemens ស៊ីលីកូនត្រូវបានបំផ្លាញទៅជាសភាពឧស្ម័នបង្កឲ្យទៅជារឹងវិញក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងបំផុតដោយរៀបចំវាឡើងវិញម្ដងមួយអាតូមចុងក្រោយគេទទួលបានស៊ីលីកូនផូក្រាមដែលមានកម្រិតភាពសុទ្ធដល់ទៅ 99.9999999សាឡបងប្រៀបធៀបភាពសុទ្ធរបស់នេះជាទូទៅគឺត្រឹមតែ 99.999 ចំណែកស៊ីលីកូនមួយដុំនេះសុទ្ធជាងនេះដល់ទៅ 1000 លានដងប៉ុន្តែស៊ីលីកូនផូក្រាមនេះនៅមិនទាន់ប្រាកដទេគឺត្រូវការស៊ីលីកូនឯកក្រាមដែលអាតូមនីមួយត្រូវបានរៀបចំយ៉ាងត្រឹមត្រូវក្នុងទម្រង់តែមួយមិនអាចមានភាពមិនប្រក្រតីសូម្បីតែធ្វើបែបនេះបានវិស្វករយកស៊ីលីកូនផូក្រាមដាក់ក្នុងឆ្នាំងពិសោធន៍កម្ដៅដល់ 1440 អង្សាររលាយរួចប្រើកូនក្រាមតូចបំផុតមួយគ្រាប់ប៉ះផ្ទៃរាវថ្នមរួចបង្វិលហើយទាញឡើងយឺតអភូតហេតុនឹងកើតឡើងនៅពេលនេះអាតូមស៊ីលីកូននឹងរៀបជួរតាមទម្រង់កូនក្រាមនោះម្ដងមួយស្រទាប់បង្គោលស៊ីលីកូនឯកក្រាមដ៏ធំមួយក៏ចាប់ផ្ដើមដុះចេញពីសារធាតុរ៉ាវយឺតដំណើរការនេះត្រូវចំណាយពេលច្រើនម៉ោងរហូតបានបង្គោលមកកាត់300មីលីម៉ែត្រដែលមានទម្ងន់ជាង200គីឡូក្រាមនៅក្នុងបង្គោលស៊ីលីកូនទាំងមូលនេះតាំងអាតូមនីមួយគឺសុទ្ធតែមានភាពសុក្រិតបំផុតប្រសិនបើមានអាតូមតែមួយខុសកន្លែងបង្គោលស៊ីលីកូនទាំងមូលនឹងត្រូវខូចចោលភ្លាមណាដែលស្រោបដោយគ្រាប់ពេជ្រអារវាឲ្យទៅជាបន្ទះស្ដើងរាល់ការអារម្ដងត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុតបន្ទះស៊ីលីកូនដែលអារួចមានកម្រាស់ប្រហាក់ប្រហែលនឹងកាតធនាគារមួយសន្លឹកនេះហើយគឺជាបន្ទះវេហ្វឺប៉ុន្តែបន្ទះវេហ្វឺដែលទើបតែអារួចមានផ្ទៃគ្រើមខ្លាំងវាត្រូវឆ្លងកាត់ការខាត់ដោយសារធាតុគីមីនិងម៉ាស៊ីនដោយប្រើម្សៅខាត់ផ្សំជាមួយប្រតិកម្មគីមីខាត់ផ្ទៃវាឲ្យរាបស្មើដល់កម្រិតអាតូមបើពង្រីកបន្ទះវេហ្វឺនេះឲ្យធំប៉ុនតារាងបាល់ទាត់កន្លែងដែលខ្ពស់ជាងគេនៅលើផ្ទៃនោះគឺមានកម្ពស់ត្រឹមតែកន្លះមីលីម៉ែត្រកូនដែលរលោងដូចកញ្ចក់បែបនេះឯងនឹងក្លាយជាគ្រឹះសម្រាប់ជីបរាប់រយគ្រាប់មុនពេលបន្ទះវេហ្វឺចូលទៅក្នុងរោងចក្រត្រូវដាក់វាចូលក្នុងប្រអប់បិទជិតហើយដឹកជញ្ជូនតាមប្រព័ន្ធផ្លូវដែកស្វ័យប្រវត្តិនៅលើពីដើមដោយមិនឲ្យប៉ះដៃមនុស្សឡើយកម្មករដែលត្រូវចូលបន្ទប់ស្អាតត្រូវតែឆ្លងកាត់បន្ទប់បាញ់ខ្យល់សម្អាតខ្លួននិងស្លៀកពាក់ឈុតការពារជិតសូម្បីតែចង្វាក់ដង្ហើមក៏ត្រូវគ្រប់គ្រងដែរនៅក្នុងបន្ទប់ស្អាតក្នុងខ្យល់1 ហ្វីតគីបមានធូលីមិនឲ្យលើសពី1គ្រាប់ឡើយផ្ទុយទៅវិញបើធៀបនឹងខ្យល់ក្នុងចំនួនគ្រាប់ធូលីគឺមានប្រហែលជា1លានគ្រាប់ក្នុងបន្ទប់នោះពោពេញដោយពន្លឺពណ៌លឿងព្រោះផ្ទៃវេហ្វឺស្រោបដោយសារធាតុគីមីដែលប្រតិកម្មនឹងពន្លឺពណ៌ធម្មតានឹងធ្វើឲ្យវាខូចខាតភ្លាមចាប់ពីពេលនេះទៅវេហ្វឺត្រូវឆ្លងកាត់ដំណាក់កាលជា1000ជំហានតែចំណាយពេលសរុបដល់ទៅ3ខែជំហានដំបូងគឺបញ្ចូលបន្ទះវេហ្វឺទៅក្នុងអុកស៊ីតកម្មដែលមានកម្ដៅលើសពី1000អង្សាសេដើម្បីឲ្យអុកស៊ីសែននិងផ្ទៃស៊ីលីកូនមានប្រតិកម្មបង្កើតបានជាស្រទាប់ស្ដើងមួយនៃកញ្ចក់ស៊ីលីកូនឌីអុកស៊ីតស្រទាប់កញ្ចក់នេះមានកម្រាស់ត្រឹមតែប៉ុន្មានណាណូម៉ែត្រខណ្ឌចរន្តរវាងត្រង់ស៊ីស្ទររាប់ពាន់លានគ្រាប់នាពេលអនាគតបន្ទាប់មកផ្ទៃវេហ្វឺត្រូវបានស្រោបដោយជ័ររស្មីយ៉ាងស្មើដៃការបង្វិលក្នុងល្បឿនលឿនធ្វើឲ្យវាផ្សាយបានសព្វរួចបញ្ជូនទៅក្នុងរំបីសម្ងួតបន្ទាប់មកទៀតដល់វេនម៉ាស៊ីននេះចេញមកបង្ហាញខ្លួនហើយវាមានឈ្មោះថាម៉ាស៊ីនចម្លងស៊ីគ្វីអាស្ប៉ូលអ៊ីវនេះគឺជាឧបករណ៍ដែលមានភាពសុក្រិតបំផុតដែលមនុស្សធ្លាប់ផលិតឡើងវាមានទម្ងន់លើសពី100តោនតម្លៃរបស់វាលើសពី 1.1000 លានយ៉ូនប្រើពេលស្រាវជ្រាវអស់13ឆ្នាំមានគ្រឿងបំណែកជាង 100000 បំណែកបានមកពីអ្នកផ្គត់ផ្គង់ 5000 ក្រុមហ៊ុនមកពី40ប្រទេសជុំវិញពិភពលោកមានក្រុមហ៊ុនណាមួយអាចផលិតវាឡើងតែម្នាក់ឯងបានទេគោលការណ៍សំខាន់របស់ម៉ាស៊ីននេះគឺបែបនេះធ្នឹមឡាស៊ែដែលមានថាមពលខ្ពស់បាញ់ 50000 ដងក្នុង1វិនាទីរាល់ពេលបាញ់គឺតម្រង់ចំដំណក់សំណប៉ាហាងរាវដែលតូចជាងកោសិកាបំផ្លាញវាឲ្យទៅជាផ្លាស្មាភ្លាមដែលមានសីតុណ្ហភាពដល់ទៅ 50000 អង្សាសេក្តៅជាងផ្ទៃព្រះអាទិត្យដល់ទៅ50ដងផ្លាស្មានេះឯងនឹងបញ្ចេញពន្លឺអ៊ុលត្រាវីយ៉ូឡេដែលមានរលកចម្ងាយត្រឹមតែ 13.5 ណាណូម៉ែត្រពន្លឺប្រភេទនេះគឺពិសេសខ្លាំងណាស់ឲ្យតែប៉ះខ្យល់វានឹងត្រូវស្រូបបាត់ភ្លាមដូច្នេះផ្លូវពន្លឺទាំងមូលត្រូវតែដំណើរការក្នុងបរិយាកាសដែលជិតដល់កម្រិតសញ្ញាដោយប្រើកញ្ចក់ចាំងផ្លាតពិសេសដើម្បីតម្រង់ទិសពន្លឺកញ្ចក់ទាំងនេះគឺជាផ្ទៃដែលរាបស្មើបំផុតដែលមនុស្សធ្លាប់ផលិតប្រសិនបើពង្រីកវាឲ្យធំប៉ុនប្រទេសអាល្លឺម៉ង់កន្លែងដែលខ្ពស់ជាងគេនៅលើនោះគឺមានកម្ពស់ត្រឹមតែ1មីលីម៉ែត្រឆ្លងកាត់បន្ទះពុម្ពដែលមានឆ្លាក់គំនូរស៊ីគ្វីគំនូរនោះត្រូវបានបង្រួមឲ្យតូចជាងមុនទៅលើបន្ទះវេហ្វឺយ៉ាងសុក្រិតត្រង់កន្លែងជ័ររស្មីដែលត្រូវពន្លឺទម្រង់គីមីរបស់វានឹងបដូរហើយអាចលាងសម្អាតចេញដោយអ្វីដែលនៅសល់គឺជារូបរាងស៊ីគ្វីដែលយើងចង់បានបន្ទាប់មកវេហ្វឺចូលទៅក្នុងម៉ាស៊ីនឆ្លាក់ឧស្ម័នប្រតិកម្មត្រូវបានរំញោចឲ្យក្លាយជាផ្លាស្មាដូចជាគ្រាប់មីស៊ីលតូចរាប់មិនអស់បាញ់ស្រោចទៅលើផ្ទៃស៊ីលីកូនឆ្លាក់យកផ្នែកដែលចំចេញម្ដងមួយស្រទាប់អាតូមដោយមានជ័ររស្មីការពារផ្នែកដែលមិនត្រូវឆ្លាក់ពេលគំនូរស៊ីគ្វីត្រូវបានឆ្លាក់ចូលក្នុងស៊ីលីកូនដែលនៅសល់នឹងត្រូវបានលាងសម្អាតចេញរចនាសម្ព័ន្ធស៊ីគ្វីមួយស្រទាប់ត្រូវបានបញ្ចប់ហើយក៏ចាប់ផ្ដើមធ្វើវាម្ដងទៀតចាំពន្លឺលាងសម្អាតឆ្លាក់ធ្វើបែបនេះចុះឡើងឈីបសម័យថ្មីត្រូវធ្វើដែលបែបនេះរាប់សិបដង
រហូតបង្កើតបានជារចនាសម្ព័ន្ធលើសពី100ស្រទាប់លើ wafer ស្រទាប់នីមួយត្រូវតែតម្រឹមឲ្យចំស្រទាប់ខាងក្រោមយ៉ាងសុក្រឹតកម្រិតលំអៀងអនុញ្ញាតឲ្យត្រឹមតែប៉ុន្មានអាតូមប៉ុណ្ណោះនៅលើបន្ទះ wafer មានសញ្ញាសម្គាល់សម្រាប់តម្រឹម laser និង scan មើលវាដើម្បីប្រាកដថាគ្រប់ស្រទាប់ស្ថិតនៅចំទីតាំងត្រឹមត្រូវឲ្យតែរៀបខុសតែបន្តិច chip មួយគ្រាប់នេះនឹងត្រូវខូចទាំងស្រុងនៅចន្លោះពេលនៃដំណើរការចម្លង secret នៅមានកិច្ចការមួយទៀតដែលត្រូវធ្វើគឺការបញ្ចូលសារធាតុបន្ថែមទៅក្នុង silicon បាញ់អាតូមដូចជាបូរុងក្នុងរចនាសម្ព័ន្ធក្រាមរបស់ silicon ដើម្បីផ្លាស់ប្ដូរលក្ខណៈចម្លងអគ្គិសនីរបស់វាការគ្រប់គ្រងទីតាំងនិងបរិមាណសារធាតុបន្ថែមយ៉ាងច្បាស់លាស់វិស្វករបង្កើតតំបន់ពីរប្រភេទនៅក្នុង silicon ប្រភេទមួយមានអេឡិចត្រូនលើសនិងមួយប្រភេទទៀតខ្វះអេឡិចត្រូននៅត្រង់ចំណុចប្រសព្វនៃតំបន់ទាំងពីរនេះគេបន្ថែមអេឡិចត្រូតបញ្ជាក្បាលមួយដើម្បីប្រើតង់ស្យុងបញ្ជាការបិទបើកចរន្តអគ្គិសនីនេះហើយគឺជាត្រង់ស៊ីស្តវាជាកុងតាក់មូលដ្ឋានបំផុតនៅក្នុង chip ហើយនៅក្នុង chip សម័យថ្មីមួយគ្រាប់មានកុងតាក់បែបនេះដល់ទៅ 1000 លានគ្រាប់មួយមានទំហំត្រឹមតែ3 nanometer ប៉ុណ្ណោះជាងសរសៃសក់មនុស្សដល់ទៅ 23000 ដងធ្វើត្រង់ស៊ីស្តរួចហើយត្រូវភ្ជាប់ពួកវាចូលគ្នាទៀតខ្សែចម្លងស្ពាន់ត្រូវបានស្រោបឡើងម្ដងមួយស្រទាប់អាចមានដល់ទៅ15ស្រទាប់បង្កើតបានជាអគារខ្ពស់កប់ពុកកម្រិតដើម្បីបញ្ជូនសញ្ញាអគ្គិសនីរវាងត្រង់ស៊ីស្តរាល់ពេលក្រោយខ្សែលោហៈមួយស្រទាប់ត្រូវតែខាត់ផ្ទៃដោយម៉ាស៊ីននិងគីមីឲ្យរាបស្មើបំផុតជាមុនសិនទើបអាចបន្តរៀបស្រទាប់លើទៀតបានបើមិនដូច្នោះទេរចនាសម្ព័ន្ធខាងលើនឹងត្រូវរលំ3ខែជាមួយដំណាក់កាលជាង1000ជំហានបន្ទះ wafer មួយសន្លឹកក៏ត្រូវបានបញ្ចប់ជាស្ថាពរមិនទាន់ចប់ត្រឹមនឹងទេឥឡូវនេះនៅលើ wafer មាន chip រាប់រយគ្រាប់តម្រៀបគ្នាជិតឈឹងមុននឹងកាត់វាចេញ chip នីមួយត្រូវឆ្លងកាត់ការសាកល្បងដោយប្រើការដំចូលតូចសង្កត់ពីលើបញ្ជូនសញ្ញាអគ្គិសនីចូលទៅដើម្បីពិនិត្យមើលថាស៊ីគ្វីនីមួយដំណើរការធម្មតាឬអត់ការធ្វើតេស្តចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះរួចបង្កើតជាផែនទីពណ៌បៃតងគឺល្អពណ៌ក្រហមគឺខូច chip ដែលខូចនឹងត្រូវបោះត្រាទឹកខ្មៅចំណុចតូចមួយរួចដល់ពេលដែលគួរឲ្យស្ដាយបំផុតហើយផ្លែណាពេជ្របង្វិលក្នុងល្បឿន 60000 ជុំក្នុង1នាទីកាត់តាមខ្សែបន្ទាត់នៅលើ wafer បំបែកបន្ទះ wafer ទាំងមូលឲ្យទៅជាក្រប chip តូចដាច់ដោយឡែកពីគ្នាមុខកាត់របស់វាស្ដើងជាងសរសៃសក់ទៅទៀត chip ដែលកាត់រួចត្រូវបានញែកចេញពីគ្នា chip ណាដែលមានចំណុចទឹកខ្មៅសម្គាល់ថាខូចនឹងត្រូវបោះចោលភ្លាមហើយនៅក្នុងបច្ចេកវិទ្យាផលិតកម្រិត chip ខូចអាចមានរហូតដល់50មានន័យថាចំណាយលុយរាប់ម៉ឺនដុល្លារនិងប្រើពេល3ខែលើ wafer មួយសន្លឹកតែ chip ដែលផលិតបានពាក់កណ្ដាលគឺជាសម្រាមធូលីតែមួយគ្រាប់ឬការលំអៀងសំបីតែមួយអាតូមសុទ្ធតែអាចជាមូលហេតុធ្វើឲ្យបរាជ័យនេះហើយជាមូលហេតុដែល chip ទំនើបមានតម្លៃថ្លៃខ្លាំង chip ដែលល្អត្រូវបានដៃយន្តចាប់យកយ៉ាងសុក្រឹតយកទៅដាក់លើបន្ទះស៊ីគ្វីតូចមួយរួចបិទភ្ជាប់ដោយចរចម្លងអគ្គិសនីឬសឹមបន្ទាប់មកខ្សែលោហៈដែលស្ដើងជាងសរសៃសក់ត្រូវបានផ្សារភ្ជាប់ម្ដងមួយខ្សែរវាង chip និងបន្ទះស៊ីគ្វីដើម្បីបង្កើតការភ្ជាប់ចរន្តអគ្គិសនីចំពោះ chip កម្រិតខ្ពស់គេនឹងផ្កាប់វាចុះប្រើគ្រាប់សំតូចដែលនៅខាងក្រោមទៅភ្ជាប់ផ្ទាល់ជាមួយបន្ទះស៊ីគ្វីវិធីនេះហៅថា flip chip វាផ្ដល់សមត្ថភាពខ្លាំងជាងចុងក្រោយ chip ទាំងមូលត្រូវបានស្រោបដោយចរខ្មៅ epoxy ដើម្បីការពារសំណើមនិងការប៉ះទង្គិចផ្សេង chip ដែលមានកម្លាំងខ្លាំងនឹងត្រូវបន្ថែមបន្ទះលោហៈសម្រាប់បញ្ចុះបើគ្មានវាទេ chip នឹងឆេះខ្លោចដោយខ្លួនឯងក្នុងរយៈពេលតែប៉ុន្មានវិនាទី chip ដែលវេចខ្ចប់រួចត្រូវឆ្លងកាត់ការសាកល្បងដ៏តឹងរ៉ឹងបំផុតចុងក្រោយគឺការធ្វើតេស្តភាពធន់នឹងកម្ដៅដោយបញ្ចូលចរន្តជប់រហូតក្រោមសីតុណ្ហភាពខ្លាំងដើម្បីជំរុះចោល chip ណាដែលមានបញ្ហាតាំងពីដើមមកខាត់មុនអាយុកាល chip ដែលនៅសល់នឹងត្រូវបែងចែកតាមកម្រិតសមត្ថភាពអាណាខ្លាំងលក់ថ្លៃអាណាខ្សោយលក់ថោកទោះបីជាការរចនាដូចគ្នាផលិតចេញពីខ្សែសង្វាក់តែមួយតែដោយសារភាពខុសគ្នានៃសម្លេងរបស់វាអាចខុសគ្នាដល់ទៅច្រើនដង chip នីមួយត្រូវបានបាញ់ laser ជាលេខកូដសម្គាល់តែអាចដឹងប្រភពបានថាវាបានមកពី wafer សន្លឹកណាក្រុមផលិតណានិងខ្សែសង្វាក់ណាពីទីនេះ chip ត្រូវបានដាក់ក្នុងថាសរួចដឹកជញ្ជូនទៅកាន់រោងចក្រអេឡិចត្រូនិកដើម្បីបញ្ចប់លើបន្ទះស៊ីគ្វីគុំជាមួយគ្រឿងបំណែករាប់ពាន់ផ្សេងទៀតចុងក្រោយបំពាក់ចូលក្នុងទូរស័ព្ទរបស់អ្នកកុំព្យូទ័ររបស់អ្នកនិងប្រព័ន្ធបញ្ជាឡានរបស់អ្នកផងដែរចាប់ផ្ដើមពីក្របខ្សាច់នៅមាត់សមុទ្ររហូតមកដល់បន្ទះស៊ីលីកូននៅក្នុងហោប៉ៅរបស់អ្នកការចម្រាញ់រំលាយដុសខាត់បន្ទប់ស្អាតនិងការចម្លងស៊ីគ្វីការឆ្លាក់បញ្ចូលសារធាតុរៀបខ្សែសាកល្បងនិងវេចខ្ចប់ដែលឆ្លងកាត់ជាង1000ដំណាក់កាលក្នុងរយៈពេល3ខែដោយប្រើប្រាស់រាល់សមិទ្ធផលមនុស្សជាតិទាំងរូបវិទ្យាគីមីវិទ្យាអុបទិកនិងគ្រឿងចក្រហើយអ្វីទាំងអស់នេះត្រូវបានបង្រួមក្នុងទំហំត្រឹមតែចុងក្រចករបស់អ្នកប៉ុណ្ណោះកាលពីប៉ុន្មានសិបឆ្នាំមុនត្រង់ស៊ីស្តមួយគ្រាប់មានទំហំប៉ុនគ្រាប់បំពង់តែថ្ងៃនេះក្នុងត្រង់ស៊ីស្ត3 nanometer មានអាតូមតែ2 3ប៉ុណ្ណោះតម្រៀបគ្នាដែនកំណត់នៃរូបវិទ្យាកំពុងតែខិតជិតមកដល់កម្រិតកង់តិចចាប់ផ្ដើមរំខានដល់ចរន្តអេឡិចត្រូននិងទម្លុះរបាំងដែលធ្លាប់តែបិទជិតកុងតាក់ក៏ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងវិស្វករកំពុងតែស្វែងរកផ្លូវថ្មីអេ